កម្មវិធីសូត្របត្រៃបិដកអន្តរជាតិលើកទី18ថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2024នៅពុទ្ធគយាប្រទេសឥណ្ឌានេះជាកម្មវិធីដង្ហែបត្រៃបិដកអន្តរជាតិលើកទី18នៅពុទ្ធគយាប្រទេសឥណ្ឌាដែលចេញអំពីវត្តខ្មែរពុទ្ធគយាទៅកាន់វត្តថៃបុត្រគយាដំណើរឆ្ពោះទៅកាន់កាលចក្រោនដែលជាកន្លែងជួបជុំសន្និបាតដ៏ធំនៃព្រះសង្ឃថ្នាក់ជាតិព្រះសង្ឃអន្តរជាតិនិងមហាបាសកមហាបាសិកាព្រះធេរានុធេរៈគ្រប់ព្រះអង្គដែលដង្ហែនេះដំណើរគឺចេញអំពីវត្តខ្មែរពុទ្ធគយាទៅកាន់វត្តថៃដែលជាកន្លែងរៀបក្បួនហើយចេញដំណើរដោយអមមានបែបផែនជាច្រើនតាមការរៀបចំរបស់គណៈកម្មការរៀបចំការសូត្របត្រៃបិដកអន្តរជាតិនេះគឺព្រះអង្គកំពុងតែធ្វើដំណើរតាមដងវិថីដែលអាជ្ញាធរឥណ្ឌាបានធ្វើចរាចរណ៍ហើយនឹងព្រះសង្ឃខ្មែរយើងនេះសត្វតែជាព្រះសង្ឃខ្មែរដែលមានសទ្ធាជ្រះថ្លានៅដែនដីពុទ្ធគយាស្រុកកំណើតព្រះដែលការសូត្របត្រៃបិដកអន្តរជាតិជាភាសាបាលីនេះគឺពិតជាមានសំនៀងដូចគ្នានៃខ្លឹមសារនៅក្នុងភាសាបាលីគឺប្រៀបដូចជាបក្សីជាច្រើនមកអំពីទិសទាំង4ទិសទាំង8មកទៀបព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធក៏คล้ายទៅជាពណ៌តែមួយយ៉ាងណាមិញការសូត្របត្រៃបិដកអន្តរជាតិនៅមណ្ឌលពោធិព្រឹក្សកន្លែងព្រះអង្គត្រាស់ដឹងគឺជាទិដ្ឋភាពដ៏វិសេសនិងជាហេតុអស្ចារ្យដោយសបិននិមិត្តរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងចឹងហើយមានការតាក់តែងណាទីក្លោកង់រមាក់នៅដើម្បីដង្ហែក្បួនទៅជួបជុំសត្វតែជាគណៈកម្មការដែលកំពុងរៀបចំក្បួនហើយកំពុងតែធ្វើដំណើរសន្សឹមឆ្ពោះទៅកាន់វត្តថៃបុត្រគយានិងបន្តដំណើរទៅកាន់កាលចក្រោននៅទិដ្ឋភាពដ៏រីករាយជាមួយនឹងបរិយាកាសត្រជាក់ចុះអាប់បរមីខ្លាំងក្លាសទ្ធាទឹកចិត្តរបស់ព្រះធេរានុធេរៈញាតិញោមជាពុទ្ធបរិស័ទមានក្រុមសិល្បករសិល្បករនីអមជាមួយនេះគឺក្រុមត្រុដិដែលជាក្រុមសិល្បៈដែលរៀបចំដោយគណៈកម្មការរៀបចំការសូត្របត្រៃបិដកអន្តរជាតិដែលជាសមាគមពុទ្ធកប្រសង់ខ្មែរសហរដ្ឋអាមេរិកមានព្រះអធិមុនីមង្សាងជាព្រះប្រធានដែលការសូត្របត្រៃបិដកនេះគឺរយៈកាល10ថ្ងៃគឺចាប់តាំងពីថ្ងៃទី2រហូតដល់ថ្ងៃទី12ហើយអញ្ចឹងគឺជាពេលវេលាដ៏កម្រមានក្នុងមួយឆ្នាំមានតែម្ដងហើយទិដ្ឋភាពទាំងនេះគឺនៅតាមដងវិថីនៅមុខវត្តថៃបុត្រគយាដំណើរឆ្ពោះទៅកាន់កាលចក្រោនដែលជាកន្លែងសន្និបាតធំជួបជុំតាមបណ្ដាប្រទេសនានាហើយនេះគឺជាកម្មវិធីដង្ហែនេះយើងថតទៅកន្លែងខ្មែរវាមានផែនរបស់ប្រទេសនីមួយៗមានប្រទេសថៃស្រីលង្កាឥណ្ឌាឥណ្ឌូនេស៊ីមីយ៉ាន់ម៉ាហើយជាដើមនោះគឺនៅផែនខាងក្រោយរបស់ខ្មែរជាម្ចាស់ផ្ទះជាអ្នករៀបចំកម្មវិធីអញ្ចឹងគឺនៅជួរមុខហើយកាមេរ៉ាប្រមាញ់ខ្លួនឯងគឺយកទៅខ្មែរគ្នាឯងហើយត្រុដិនេះគឺកំដរបរិយាកាសនៅពេលអំឡុងពេលគេរៀបចំក្បួនក៏លេងបណ្ដើទៅកុំឲ្យឈប់ទទេអញ្ចឹងណាក្បួនដល់ពេលហ្នឹងគឺកំពុងរៀបចំ
ចរាចរណ៍ផងកំពុងរៀបចំក្បួនឲ្យចូលតាមផែននីមួយៗផងតាមការរៀបចំរបស់គណៈកម្មការរៀបចំកាសោបត្រៃអន្តរជាតិហើយនេះកាហ្វេរបស់ឥណ្ឌាដាក់ទៅមួយកែវអីក្លុកដាក់ស្ករហើយមិនថាមិនប្រមាណភាគរយទេចាប់ដាក់ទៅគឺថា100%ក្តី50%ក្តីគឺបូកទ្របទាំងអស់មកអត់មានចាំបាច់ថាកំណត់គឺគេអត់រិះថាមនៅឥណ្ឌាភេសជ្ជៈគឺថាកែវគេហ្នឹងផឹកហើយបោកចោលហើយនេះគឺស្វាមីនិងកូនរបស់បណ្ឌិតវ៉ាងម៉ូដែលជាពុទ្ធសាសនុបឋមដ៏ធំនិងជាអ្នករៀបចំក្នុងកម្មវិធីដែលធ្វើឲ្យព្រះសង្ឃគ្រប់ជាតិសាសន៍មកជួបជុំគ្នានៅមណ្ឌលពោធិព្រឹក្សដែលជាកន្លែងព្រះអង្គត្រាស់ដឹងហើយបានបន្លឺសម្លេងពធជាភាសាបាលីនឹងគ្រប់ជាតិសាសន៍ទាំងអស់ហើយតន្ត្រីពិណពាទ្យហ្នឹងក៏បង្ហាញនៅលើឆាកអន្តរជាតិទាំងប្រពៃណីខ្មែរយើងនេះមានតារាស្អាតមានតុបតែងយ៉ាងស្រស់ស្អាតមើលគួរជាទីគយគន់ការស្លៀកពាក់ទាំងការរៀបចំទាំងក្បួនដង្ហែប្រជុំដោយតារាស្មូតល្បីប្រជុំដោយព្រះមហាថេរៈល្បីជាព្រះសង្ឃជាបណ្ឌិតជាអ្នកប្រាជ្ញនឹងច្រើនទៅជុំគ្នានៅទីនោះហើយខ្ញុំកណ្ណាអាត្មាភាពហ្នឹងមិនសូវបានចូលជួងគេទេព្រោះជាកាមេរ៉ាមែនផងជាវីដេអូដើផងតែរីករាយរត់ទៅរត់មកគឺថាមិនសូវបាននឹងកន្លែងគេទេហើយទស្សនភាពទាំងនេះហ្នឹងគឺថាធ្វើសម្រួលជួរផងឯផងនោះគឺញោមនោះគឺប្រធានការសិល្បៈអ្នករៀបចំប្រធានក្រុមអីហ្នឹងនេះលេចមុខមកបន្តិចដែរណាហើយនៅពីមុខរត់ទៅមុខរត់ទៅក្រោយគឺថាសបាយបរិយាកាសមិនងាយបានចូលរួមទេមិនងាយទេញាតិញោមគឺថាចូលរួមគឺរំភើបញាប់ញ័រព្រឺព្រួចអស្ចារ្យគឺថាមិននឿយហត់គឺតែសបាយមានអារម្មណ៍ស្រស់ស្រាយទៅដល់ទីនោះធាតុអាកាសត្រជាក់ល្អហើយធ្វើឲ្យសទ្ធានៃការបំពេញបុណ្យនឹងរឹងរិតតែពិសេសអ្វីបតែកកមីឌីដាចម្រុះជាតិសាសន៍នៅលើទឹកដីពុទ្ធគយាប្រទេសឥណ្ឌារដ្ឋប៊ីហាអស់រយៈពេល10ថ្ងៃជាងគឺថាមិនដែលអាក់ខានថ្ងៃណាទេដោយសារតែសបាយនឹងរៀបចំសបាយនឹងចូលរួមសបាយនឹងបដិបត្តិសបាយនឹងសូត្របត្រៃបិដកមិនងាយបានសូត្របត្រៃបិដករួមគ្នាជាច្រើនជាតិសាសន៍អញ្ចឹងទេយើងបីដកនៅវត្តណាក៏មានដែរសម័យបច្ចុប្បន្នប៉ុន្តែសំខាន់នោះគឺថាកម្មវិធីដែលសូត្រជុំគ្នាតំណាក់តំណងគ្នាសាមគ្គីសូមអនុមោទនា